មួយទៀតយើងសុំអំពាវនាវឲ្យសុំឆ្លើយតបទៅជាមួយនឹងបេក្ខកញ្ញាទីសវណ្ណថាដែលតែងតែនិយាយបំផ្លើសស្ថានភាពបង្វឹកស្ថានភាពពីស្ថានភាពមួយទៅស្ថានភាពមួយបញ្ចប់ពីស្ថានភាពមួយទៅស្ថានភាពមួយក្នុងមហិច្ឆតាបំបះស្មារតីយុវជនអ្នកស្នេហាជាតិខ្មែរដែលយើងទៅស្វែងរៀងមិនមាននរណាធ្វើអ្វីទេមិនមាននរណាមកវាមិនមាននរណាមកវាយក្រាបយើងចាប់យើងដាក់ពន្ធនាគារទេក៏ទួយទៅវិញទីសវណ្ណថាយកបញ្ហាយុវជនគណៈបក្សសង្គ្រោះជាតិសកម្មជនគណៈបក្សសង្គ្រោះជាតិទាំង11រូបយកមកបង្វែរថាទៅព្រំដែនស្វែងរៀងហើយត្រូវគេចាប់ដាក់ត្រូវបានគេចាប់ដាក់ពន្ធនាគារនេះគឺជាស្ថានភាពមួយដែលទីសវណ្ណថាបង្វឹកស្មារតីហើយបង្វឹកបញ្ហាសង្គមដែលធ្វើឲ្យយុវជនអាចនឹងដាក់ខ្លងទឹកចិត្តមិនហ៊ានចូលគ្រប់គ្រងនៅកិច្ចការងារបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ខ្មែរអញ្ចឹងសូមឲ្យបងប្អូនទីសវណ្ណថាកញ្ញាចេញបោកស្រាយឲ្យច្បាស់លាស់បើមិនចេញបោកស្រាយឲ្យច្បាស់លាស់ទេកុំថាអាត្មាមិនមានសិលធម៌ចម្រើនពរវាអាត្មាភាពសិនហើយ